ជំរាបសួរអ្នកទាំងអស់គ្នាហើយសួស្តីបច្ចុប្បន្នកាលនេះគឺជាវីដេអូបង្ហាញអំពីសកម្មភាពមួយចំនួននៅថ្ងៃបុណ្យចូលឆ្នាំខ្មែរទាំង3ថ្ងៃណាបាទថ្ងៃទី1គឺខ្ញុំទៅលេងស្រុកកំណើតរបស់ខ្ញុំនៅស្រុកត្រាំកក់ខេត្តតាកែវបាទទៅជួបយាយខ្ញុំហើយមុននឹងទៅហ្នឹងគឺទៅត្រាំខ្នាស្រុកអ៊ំខ្ញុំសិនបាទហើយទេសភាពនៅស្រុកគាត់ស្អាតមែនតែនមើលទៅបាទវាលនេះគឺពេលខែវស្សាគឺមានទឹកអញ្ចឹងតែខែប្រាំងអញ្ចឹងអត់មានទឹកទេហើយឃើញថានៅតាមវាលស្រែមួយចំនួនហ្នឹងបងប្អូនជាពលរដ្ឋនៅតំបន់ហ្នឹងគាត់ដាំឪឡឹកឬក៏ដាំចំការអីផ្សេងក្រៅពីធ្វើស្រែបាទហើយពេលទៅដល់ផ្ទះអ៊ំយើងក៏ធ្វើដំណើរដោយរថយន្តម្ដងបាទយើងទៅបែបជនបទសបាយជាមួយគ្នាជជែកគ្នាសួរពីនេះសួរពីនោះអីចឹងទៅហ្នឹងហើយព្រោះនៅសល់ប្រហែលគីឡូដីទៀតបានទៅដល់ខេត្តតាកែវបាទឥឡូវមកដល់ហើយនៅវត្តដំណាក់ត្រាចបាទឬក៏ហៅមួយទៀតថាវត្តសេរីដំណាក់ឥឡូវនឹងកំពុងដើររយាយខ្ញុំដឹងថាយាយនៅវត្តហើយប៉ុន្តែតយើងជ្រែមើលតិចសិនព្រោះយាយគាត់ប្រជាប្រិយនៅក្នុងភូមិតែអត់ណាត់គាត់ស្រួលបួលទេគាត់ជាប់ affair គាត់អាចអ្នកណាមួយត្រូវហៅទៅធ្វើពិធីអីមួយក្នុងផ្ទះគេណាព្រោះបនចូលឆ្នាំអញ្ចឹងណាឥឡូវជួបគាត់ហើយបាទអញ្ចឹងឥឡូវយាយមកដល់ភ្លាមពោចៅទួតផ្លែតបាទគាត់នឹកចៅគាត់ណាហ្នឹងហើយក៏ជួបសំណេះសំណាលជំរាបសួរជំរាបអីចឹងទៅបាទហើយយាយនៅតែដដែលបាទគាត់សុខភាពគាត់រឹងមាំល្អព្រោះនិយាយទៅពេលចូលឆ្នាំពេលអីចឹងគឺគាត់នៅវត្តជុំបិណ្ឌនេះក៏ដោយគាត់អត់សូវនៅផ្ទះព្រោះនៅនេះមានគ្នាច្រើនអញ្ចឹងណាយើងជូនអីតិចតួចបាទជូនដល់យាយមិនថានំនែកឬក៏ថាវិការមួយចំនួនក្តីហ្នឹងហើយសួរសុខទុក្ខគាត់បន្ថែមទៀតបាទចាស់គាត់ចូលចិត្តនៅវត្តដោយសារមានចាស់គ្នាគាត់មានមិត្តព្រះធម៌អីចឹងទៅធ្វើចិត្តគាត់នឹងរីករាយជ្រះថ្លាបាទហើយខ្ញុំក៏ចូលទៅថ្វាយបង្គំព្រះពុទ្ធរូបក៏ដូចជាព្រះសង្ឃនិងយាយលោកតានៅក្នុងដែរទៅបាទព្រោះសតវត្តស្រុកកំណើតហើយនេះគឺជាទេសភាពនៅក្នុងវត្តកាលនៅក្មេងខ្ញុំរត់ព្រាតពេញហ្នឹងបាទតកកឈូសហូបបុកលហុងហូបប្រហិតនិយាយពីទៅឆ្ងាញ់ហើយលួចលេងផាវទៀតហ៎ហើយកាលហ្នឹងមានការលេងល្បែងជាព្រៃលេងចោលឈូងលេងបោះអង្គុញលេងប្រត់កូនកំមុំលេងអីហើយក៏មានលេងខ្លាឃ្លោកខ្លះដែរអញ្ចឹងបាទប៉ុន្តែក៏បិទទៅខ្លាឃ្លោកប៉ុន្តែគួរឲ្យស្ដាយសំបីតែលក្ខសែងអីនេះបាទល្បែងជាព្រៃខ្មែរយើងឡើងសូវមានហើយដូចអត់សូវមានអ្នកមកលេងវត្តឆ្នាំហ្នឹងបាទហើយនេះគឺជាទេសភាពស្រុកកំណើតខ្ញុំបាទស្អាតគេហៅភ្នំដំរីរមៀលរួមទៅទេសភាពស្រុកភូមិខ្ញុំនេះគឺអត់ចាញ់រូបគំនូប្រមាណទេទៅគឺមានភាពស្រស់ស្រាយហើយបើតនេអាចមកបោះតង់បានហើយការនៅក្មេងអីហ្នឹងនៅវត្តគឺតែងតែមានការលេងការអីចឹងទៅតែស្ដាយមិនដឹងឥឡូវមិនទៅជាចឹងអត់ទៅសង្ឃឹមថានឹងមានការប្រែប្រួលនៅថ្ងៃមុខមានការជួបជុំគ្នាសប្បាយរីករាយតាមវត្តអារាមវិញហើយឥឡូវក៏ត្រឡប់ទៅផ្ទះអ៊ំវិញអត់បានគេងទេដោយសារអត់ចង់រំខានព្រះសង្ឃក៏ដូចជាលោកយាយលោកតានៅក្នុងឲ្យគាត់ពិបាករៀបចំកន្លែងពួកយើងមានគ្នាច្រើនណាបាទអញ្ចឹងឥឡូវមកដល់ផ្ទះអ៊ំហើយមកដល់ផ្ទះអ៊ំហ្នឹងក៏គេងមកយប់បាទយើងរីករាយជុំគ្នាមកយប់សិននៅហ្នឹងហើយមើលគេលេងបាល់ទះបាល់អីចឹងណាបាទតែអត់ចេះលេងទេបានអង្គុយមើលគេទេគេបបួលលេងដែរតែអត់ចេះលេងហើយស្អែកឡើងពេលរសៀលបានទៅលេងតំបន់ត្រជាក់នៅភ្នំពេញវិញជាមួយបងប្អូនជាមួយបងប្អូនជាពលរដ្ឋយើងបាទរៀងចូលចិត្តលេងដែរហ្នឹងណាឃើញគេលេងទៅបែងជាព្រៃក៏លេងបាញ់ទឹកក៏លេងបាទតែអត់ចេះប៉ាតម្សៅគេទេចេះតែបាញ់ទឹកបាទ
គេផ្សេងគេហ៊ានប៉ាតម្សៅប៉ាតអីចឹងខ្ញុំអត់ហ៊ានមកលេងប្រហែលយប់ហ្នឹងគ្មានហ៊ានទេបាទគ្មានអ្នកណាមានសំណាងបានគេដៃរបស់ខ្ញុំទៅប៉ះលើថ្ពាល់ទេនិយាយលេងហ្នឹងហើយនេះបាទឃើញប្លែកមែនតើឆ្នាំនេះគឺទំហំមនុស្សមកចូលរួមច្រើនលុះព្រឹកឡើងថ្ងៃទី3នេះមកវត្តនំជ្រឹងមកចូលរួមកម្មវិធីសង្ក្រាន្តជាពិសេសគឺមកមើលបងប្អូនដែលជាសិស្សសានុសិស្សនៅវិទ្យាល័យបឹងធំមួយចំនួនគាត់មកសម្ដែងស្ម័គ្រចិត្តបាទគាត់សម្ដែងរបាំត្រុដិនិងរបាំជូនពរនៅវត្តនំជ្រឹងនៅគៀកសាលាតែម្ដងហើយក៏ទៅស្គាល់ទឹកចិត្តគាត់មែនតើណាដោយគាត់ចេះចូលរួមឲ្យតម្លៃបាទទាំងកម្លាំងកាយទាំងកម្លាំងចិត្តហ្នឹងគឺបញ្ចេញមកទៀតបាទលះបង់ពេលវេលាខ្លួនឯងដើម្បីចូលរួមលើកកម្ពស់លើកស្ទួយវិស័យវប្បធម៌ខ្មែរយើងហ្នឹងបាទហើយគាត់ជាយុវជនជំនាន់ក្រោយគាត់ចេះចឹងល្អខ្ញុំពិតជារីករាយសប្បាយចិត្តហើយក៏អរគុណដល់ព្រះអង្គក៏ដូចជាគណៈកម្មការវត្តនំជ្រឹងដែលបានចូលរួមជួយលើកកម្ពស់ជួយគាំទ្រជួយឧបត្ថម្ភដល់ពួកគាត់ដើម្បីឲ្យពួកគាត់នឹងគេហៅបញ្ចេញសមត្ថភាពផងដែរបាទអញ្ចឹងវាត្រូវការមានការចូលរួមពីសំណាក់បុគ្គលផ្សេងនៅក្នុងសហគមន៍ដើម្បីចូលរួមលើកកម្ពស់នៅវិស័យវប្បធម៌ខ្មែរបាទអញ្ចឹងពួកគាត់ក្មេងៗនឹងគាត់ត្រូវការឲ្យមនុស្សចាស់នេះជាអ្នកនាំមុខដែរឃើញទេតទៅពេលអញ្ចឹងគាត់ស្រឡាញ់សំបីមើលសុខចិត្តអត់ទៅផ្លាស់ក្អើផ្លាស់អីនឹងអង្គុយមើលមិត្តភក្តិគាត់រួមហ្នឹងទាំងក្តៅបាទហើយឃើញមានបងប្អូនជាពលរដ្ឋហុំពូមីងទាំងប្រុសទាំងស្រីហ្នឹងបាទទាំងចាស់ទាំងក្មេងមកមើលលេងយ៉ាងច្រើនបាទហើយបងប្អូនក៏គាត់មានទឹកចិត្តក្នុងការសម្ដែងកាន់តែល្អហើយសូមថតមកប៉ុសពីរប៉ុសជាមួយសិល្បករសិល្បករនីបាទខ្ជូតមែនតែងខ្លួនទៅបាទពួកគាត់នៅក្មេងៗទេត្រឹមថ្នាក់ទី10 11ខ្លះទី8ទី9ទៀតហើយដល់ពេលរសៀលឡើងមានការរាំលេងនៅក្នុងភូមិបាទឆ្នាំនេះបានមកលេងនៅម្ដុំចិត្តសាលាមករាំលេងជាមួយបងប្អូនសិស្សសានុសិស្សបានខ្លះដែរហើយក៏ត្រឡប់ទៅតំបន់ត្រជាក់វិញទៅនិយាយរួមជាប់សូហ្មងសំទោសផងទាំងអស់គ្នាអ្នកមើលអាចគិតថាអូយគ្រូចូលចិត្តអញ្ចឹងបាទអាចថាអញ្ចឹងក៏បានពីព្រោះមួយឆ្នាំមានម្ដងហើយក៏ចូលចិត្តដូចជាមនុស្សមិនមែន introvert ដែរអញ្ចឹងយើងចូលចិត្តសប្បាយចូលចិត្តសិក្សាមើលសង្គមចូលចិត្តមើលព្រឹត្តិការណ៍អីចឹងឲ្យយើងទៅយើងបានចំណេះដឹងថែមទៀតថាអូឥឡូវសង្គមវិវត្តដល់ណាដល់ណីហើយអញ្ចឹងទៅបាទហើយមានបញ្ហាអីខ្លះឬក៏ចំណុចល្អអ្វីខ្លះហ្នឹងយើងចេះមើលណាតែក៏សង្កេតឃើញថាមានភ្ញៀវទេសចរមកលេងច្រើនដែរមែនមានចិនមានខ្មែរមានបារាំងមានគ្រប់ជាសាសមកឃើញហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេហើយបើសិនជាមានចំណុចណាខ្វះខាតលឺលួសអីសូមមេត្តាខន្តីអភ័យទោសឲ្យខ្ញុំផងវាគ្រាន់តែជាវីដេអូមួយជាការចងចាំសម្រាប់ខ្លួនឯងហើយចែករំលែកការសប្បាយរីករាយនៅក្នុងបុណ្យចូលឆ្នាំថ្មីកន្លងមកនេះបាទអរគុណចំពោះការទស្សនា